Buddhang Saranang con nhôm nhôm tam dạ ma tam dạ mô thế tập hoa mô chia chụp cô con này tập đó do mà nhôm chuông tập bát khóc trong cao tập lúc không ác mô tự đi tập chìm ra nè này miên là vây là ma là miên là sẽ cây sọc đấy nhôm tập cả na sô mặt dạ cuộc trong vây này tập trai rót cô tập ra tập môi thom vào tập nặng môi sang tập môi tập sáng tập cô lô xôm tập vây công vềวิริยะเมธีหันวันนาปริจีกนะเจริญยุบรู้จักการวัดจงจิตีกรุบสการะพงโพทรงปราบไฟสังคมเทระนาเทระครบพระองค์ดำเนินประวัติดำเนินนาทีนี้จิตีกรุบสการะทรงกรุบสการะยีนักกรรมการจากปฏิบัติศาสตร์อ่อนจิตีกรุบรอบแอมยังต่างนาอย่างแปดบ้านตัวการในญาปีหลวงปู่จาทงมาไว้ตัดน้อมเพื่อเกิดสมัสการปรารถนาไตรวัดเอสไงนี้ថ្ងៃ จันทร์ 15 កើត ខែ មីនា ឆ្នាំ ម្សាញ់ សពស័ក ពុទ្ធសករាជ 2569 ត្រូវនៅថ្ងៃទី 2 ខែ កុម្ភៈ ឆ្នាំ 2025 ក៏ត្រូវនៅថ្ងៃ មិគបូជា ដែលពុទ្ធបរិស័ទទូទៅដែលជាអ្នកកាន់នៅពុទ្ធសាសនាទូទាំងពិភពលោកតែតែនាំគ្នាប្រពៃកិច្ចពិធីមិគបូជានេះជាបន្តចុះនេះសូមអញ្ជើញដើម្បីធ្វើបាតនមស្ការប្រតនត្រ័យដូចតទៅសូមថ្វាយបង្គំព្រះសម្ពុទ្ធរសាបំផុតក្នុងលោកកាជាគ្រូនៃមនុស្សនឹងទេវតាទ្រង់ប្រាំទេសនាប្រដៅសត្វចំអល់ឲ្យតាលើកំណាវាគាត្រកាអាចកំចាត់ទុំភ័យចាំរៃឲ្យចាយបាត់អាចកាន់សង្សាររទុកបានព្រះរោព្រះធាតុនៃព្រះពុទ្ធវិសម្មាអង្គព្រះសាស្តាសូមគុណត្រៃរតន៍ជួយកែមរាហើយបានសង្ខារតរៀងទៅ តើបុណ្យមាឃបូជាមានប្រវត្តិយ៉ាងណាចំពោះសាសនាព្រះពុទ្ធថ្ងៃ 15 កើតខែមាឃគឺជាថ្ងៃដែលមានសារៈសំខាន់ក្នុងពុទ្ធសាសនាបុណ្យមាឃបូជានេះត្រូវបានរដ្ឋាភិបាលកម្ពុជា បានដាក់ក្នុងប្រតិទិនជាទិវាបុណ្យជាតិហើយត្រូវបានប្រកាសឲ្យសម្រាកពីការងារក្នុងមួយថ្ងៃ ទិវាសាសនានៃពុទ្ធសាសនានេះត្រូវបានអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំ 1999 ទទួលស្គាល់ជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើនៅការិយាល័យទាំងឡាយ
របស់អង្គការសហប្រជាជាតិនៅលើពិភពលោកតើបុណ្យមាឃបូជាមានប្រវត្តិយ៉ាងណាចំពោះសាសនាព្រះពុទ្ធមាឃបូជាពិធីបុណ្យមួយមានសារៈសំខាន់ក្នុងពុទ្ធសាសនាបុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបង្កើតព្រះពុទ្ធសាសនាឡើងក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ588ឆ្នាំមុនគ្រិស្តសករាជនៅថ្ងៃ15កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន9ខែគត់ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះធ្វើឡើងក្នុងចំណោមព្រះសង្ឃចំនួន1250អង្គជាសមាជិកក្នុងអង្គការមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងមហាសន្និបាតនោះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍ចំនួន11ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកវិថីជីវិតនិងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់អំពីពុទ្ធសាសនាថ្ងៃមាឃបូជានេះព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបដិមកដល់មហាសង្ឃសន្និបាតក្នុងវត្តវេលវ័នដែលជាវត្តដំបូងបង្អស់ក្នុងពុទ្ធសាសនានៃថ្ងៃនោះមានហេតុការណ៍សំខាន់4យ៉ាងកើតឡើងគឺ1ព្រះសង្ឃសមណទូត1250អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានបញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយគោលធម៌បានវិលត្រឡប់មកចូលគាល់ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា2ព្រះសង្ឃទាំងអស់សុទ្ធតែជាអេហេភិក្ខុដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានបំពោះដោយផ្ទាល់ដែលហៅថាអេហេភិក្ខុឧបសម្បទាសពេអេហេភិក្ខុ3ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានសម្រេចអភិញ្ញា6សម្ដែងរិទ្ធបានត្រជាទិព្វភ្នែកទិព្វកំណត់ដឹងចិត្តអ្នកដទៃបានរលឹកជាតិបាននិងអស់អាសវៈមកជួបជុំគ្នាក្នុងវត្តវេលវ័នដោយមិនបានណាត់ទុកមកជាមុនសម្ពេអនិមន្តតា4ថ្ងៃដែលព្រះសង្ឃទាំងអស់បានប្រជុំគ្នានោះត្រូវនៅថ្ងៃពេញបរមីខែមាឃមិខៈអ្នកខតេឬពុណចន្ទុហេតុការបានជួបជុំគ្នាខាងលើនេះហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺកិច្ចប្រជុំប្រកបដោយអង្គ4ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅវត្តវេលវ័នក្នុងក្រុងរាជក្រឹស្ននៃមគធរដ្ឋរបស់ព្រះបាទពំពិសាក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណកន្លងហើយបាន9ខែមុនពុទ្ធសករាជ45ឆ្នាំព្រោះអច្ឆរិយហេតុកើតឡើងដោយមនឹកស្មានដល់បែបនេះព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀតឱកាសសម្ដែងនៅឱវាទបដិមកដល់ព្រះសង្ឃចំនួន1250អង្គនោះដោយទ្រង់កំណត់គោលនយោបាយក្នុងការផ្សព្វផ្សាយព្រះធម៌សាសនា5ចំណុចគឺ1ឧត្តមកតេបានដល់អំណត់អត់ធ្មត់គឺជាការតស៊ូយ៉ាងស្វិតស្វាញ2គោលបំណងបានដល់ព្រះនិព្វានចាត់ជាគោលបំណងខ្ពស់របស់ព្រះពុទ្ធសាសនាជាសាធារណប្រយោជន៍3វិធីបដិបត្តិបានដល់មិនរំលោភសិទ្ធិលើសត្វនិងសិទ្ធិមនុស្ស4គោលការណ៍មាន3ចំណុចគឺមិនធ្វើអំពើអាក្រក់ទាំងពួងធ្វើអំពើល្អឲ្យដល់ព្រមប្រយោជន៍សង្គមធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់វិធីសាស្ត្រ6ចំណុចគឺមិនបរិហាគេបុគ្គលណាវិជ័យសុចរិតសន្នហវាចាសច្ចវាចាអបិសនវាចាមន្តវាចាឃោសនាការមិនធ្វើទុកបុកម្នេញបុគ្គលណាគោរពក្រមសីលធម៌
ស្គាល់ប្រមាណក្នុងអាហារអង្គុយសិនក្នុងទីសេនាសនៈស្ងាត់ប្រកបព្យាយាមអធិចិត្ត5ចំណុចខាងលើនេះចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនាថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធថ្ងៃអសលហបូជាចាត់ជាថ្ងៃព្រះសង្ឃតើប្រារព្ធពិធីមាឃបូជាមានប្រយោជន៍អ្វីខ្លះប្រយោជន៍ថ្ងៃនៃបុណ្យមាឃបូជាគឺ1ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវដល់សារៈសំខាន់នៅថ្ងៃបុណ្យមាឃបូជានេះ2យល់ដឹងគោលធម៌និងគោលជំហររបស់ព្រះពុទ្ធសាសនា3បណ្ដុះបណ្ដាលសទ្ធាជ្រះថ្លាកាន់តែភ័យយោភាពឡើងក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់4បានប្រណិប័តតួនាទីរបស់ពុទ្ធសាសនិកជនក្នុងថ្ងៃមាឃបូជានេះឯង5បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនាឲ្យថិតថេរជារិកាលដ៏យូរអង្វែងថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធន៍និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជនឲ្យយល់ឃើញថាបុគ្គលណាជាពុទ្ធសាសនិកជនសកម្មឬអសកម្មនៅថ្ងៃនេះឯងប្រៀបបីដូចជាកញ្ចក់ឆ្លុះបំភ្លឺដូច្នោះព្រោះហេតុនោះបើបានជាឋានៈជាពុទ្ធសាសនិកជនហើយមិនត្រូវរវើរវាយកន្តើយនិងកាតព្វកិច្ចរបស់ខ្លួននោះទេត្រូវព្យាយាមលើកស្ទួយក្នុងឋានៈជាពុទ្ធសាសនិកជនរបស់ខ្លួនឲ្យសកម្មឡើងការធ្វើដំណើរទៅកាន់អារាមវត្តនានាក្នុងពុទ្ធមណ្ឌលសាសនាមិនមែនជាការធ្ងន់ធ្ងរឡើយផ្ទុយទៅវិញគឺជាការលើកស្ទួយនៃគុណភាពជីវិតផ្នែកផ្លូវចិត្តនិងវិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើងតាមគោលការណ៍ចំណុចទាំងពីរថាបើធ្វើអំពើល្អឲ្យដល់ព្រមពោលគឺបណ្ដោះចិត្តឲ្យស្ថិតនៅក្នុងបុណ្យកុសលនោះឯងខ្ញុំព្រះករុណាអាត្មាភាពសង្ឃឹមថាយើងម្នាក់អាចតាក់ទាញយកប្រយោជន៍បានខ្លះពីថ្ងៃបុណ្យមាឃបូជានេះបានអញ្ជើញនាំគ្នាទៅធ្វើបុណ្យទានរក្សាសិលនិងសមាធិសម្អាតចិត្តរបស់ខ្លួននៅក្នុងថ្ងៃនេះដើម្បីបូជានឹករលឹកចំពោះព្រះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើតព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ានៃជីវិតដល់ពួកយើងទាំងអស់គ្នាមេរៀនពិធីបុណ្យមាឃបូជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រកាសគោលការណ៍11ប្រការនេះចែកចេញជា2យ៉ាង1សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់និងមួយទៀតសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកនៅវិថីជីវិតនិងសម្រាប់យកទៅផ្សព្វផ្សាយចំណុច1ក្នុងឋានៈជាបរិស័ទការអនុវត្តតាមប្រការ11នេះនឹងនាំទៅរកសន្តិភាពក្នុងផ្លូវចិត្តពិតប្រាកដចំណុច2ក្នុងឋានៈជាពលរដ្ឋក្នុងសង្គមមានគោលបំណងរួមគ្នាមានគោលដៅដូចគ្នានិងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានឹងអាចនាំមកនូវសន្តិភាពនិងការអភិវឌ្ឍដែលប្រកបទៅដោយនិរន្តរភាពចំណុច3ក្នុងឋានៈជាក្រុមបកនៅក្នុងសង្គមឬប្រទេសជាតិមួយដែលព្យាយាមស្វែងរកនៅឱកាសដើម្បីរក្សាសន្តិភាពនិងជំរុញដល់ការអភិវឌ្ឍប្រទេសជាតិនោះឯងការគោរពតាមគោលការណ៍11ប្រការនេះនឹងកាត់បន្ថយបាននូវអស្ថិរភាពចំនួននិងអំពើហិង្សាដែលកើតមកអំពីការប្រកួតប្រជែងគ្នាបានចំណុច4ក្នុងឋានៈជាអ្នកផ្សាយសាសនាការប្រព្រឹត្តទៅតាមគោលការណ៍នេះនឹងនាំឲ្យមានការយោគយល់ផ្ដល់នូវកិត្តិយសដល់គ្នានឹងគ្នានិងការរស់នៅជួបជុំគ្នាក្នុងឋានៈជាមនុស្សជាតិបានបើទោះបីជាមានសាសនាខុសៗគ្នាក៏ដោយ
ចំណុច5ក្នុងតនៈជាអន្តរជាតិការគោរពតាមគោលការណ៍នេះនឹងនាំមកនូវនិរន្តរភាពរបស់មនុស្សជាតិបរិស្ថានធម្មជាតិនិងពិភពសត្វនិងអាកាសធាតុដ៏យូរអង្វែងបានដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្ដើមគ្នាដើម្បីរស់ឡើយចំនួន11ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកវិថីជីវិតនិងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់អំពីពុទ្ធសាសនាគោលការណ៍11ប្រការនេះនឹងមានឈ្មោះជាភាសាបាលីថាអាវ៉ាតបាដេម៉ោដែលជាពុទ្ធសាសនិកជនម្នាក់ត្រូវយកមកសិក្សាយល់ដឹងអនុវត្តដោយតទៅនេះ 1. គោលបំណងរបស់ព្រះពុទ្ធសាសនាគឺដូចជាគោលបំណងរបស់ពុទ្ធសាសនិកម្នាក់គឺស្វែងរកនិព្វានដែលប្រែថាសភាវៈប្រះចាកទុក្ខមិនមានទុក្ខមិនមានសេចក្តីទុក្ខមិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួនពាក្យនេះមានន័យស្មើនឹងពាក្យថាសន្តិដែលប្រែថាសេចក្តីស្ងប់យើងអាចនិយាយថាគោលបំណងរបស់ព្រះពុទ្ធសាសនាគឺការបង្កើតឡើងនៅសន្តិភាពក្នុងដួងចិត្តនេះដែរគឺជាមូលដ្ឋាននៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផងការកាន់ព្រះពុទ្ធសាសនាគឺជាការប្រឹងប្រែងដើម្បីបង្កើតនូវសន្តិភាពតខ្លួននិងចូលរួមចំណែកដល់សន្តិភាពក្នុងសង្គមនិងពិភពលោកនេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ត្រូវប្រឹងប្រែងធ្វើឲ្យបានសម្រេច 2. គោលដៅសន្តិភាពឬនិព្វានមិនមែនកើតឡើងដោយការបន់ស្រន់បួងសួងទេក៏មិនអាចនឹងកើតឡើងដោយការផ្ដល់ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់អតិទេពឬព្រះជាម្ចាស់អង្គណាមួយឡើយសន្តិភាពនេះកើតឡើងដោយការសន្សំរបស់សកម្មភាព3យ៉ាងគឺ 1. ការមិនធ្វើអំពើអាក្រក់ការកម្ចាត់អំពើអាក្រក់ការកម្ចាត់អំពើអាក្រក់គឺការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតឡើងនៅក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្ដី 2. ការធ្វើអំពើល្អបង្កើតអំពើល្អនិងរក្សាអំពើល្អឲ្យថិតថេរគង់វង្សក្នុងជីវិតប្រចាំថ្ងៃទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្ដី 3. បង្រិចផ្លូវចិត្តដែលជាមូលដ្ឋាននៃអំពើដោយកម្ចាត់កិលេសឬមេរោគដែលតោងនៅក្នុងចិត្តឲ្យអស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធមិនមានសភាវៈអាក្រក់ស្ថិតនៅ 3. លក្ខខណ្ឌរបស់ព្រះពុទ្ធសាសនិកជន 1. លក្ខខណ្ឌទី 1 មានការអត់ធ្មត់ការធ្វើអំពើល្អនិងកម្ចាត់អំពើអាក្រក់ 2. លក្ខខណ្ឌទី 2 មិនប្រើអំពើហិង្សាក្នុងការរស់នៅ 3. លក្ខខណ្ឌទី 3 មិនបៀតបៀននិងតេះដៀលអ្នកដទៃ 4. លក្ខខណ្ឌទី 4 រក្សាសិលរស់នៅក្នុងច្បាប់យកច្បាប់ជាធំ 5. លក្ខខណ្ឌទី 5 បរិភោគប្រើប្រាស់វត្ថុទាំងឡាយដោយសន្សំសំចៃស្គាល់ប្រមាណ 6. លក្ខខណ្ឌទី 6 ចូលចិត្តភាពស្ងប់ស្ងាត់និងការបង្កើតបរិយាកាសស្ងប់ស្ងាត់ 7. លក្ខខណ្ឌទី 7 មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្តនិងធ្វើឲ្យចិត្តមានសមាធិ
बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि ព្រះករណាកើតក្នុងជាតិនេះស្ដាប់ស្គាល់វិសេងធម៌នៃព្រះសាស្តាព្រះគុណខ្ពស់ក្រៃកាត់ថ្លៃយ៉ាងណាព្រះធម៌អស្ចារ្យជាស្ពានចំលងពិតលោភៈទោសៈមោហៈជាទុក្ខមកច្រានក្តីសុខឃ្លាតគ្មានអាណិតប្រកាន់ហួងហែងស្ថិតនៅក្នុងចិត្តសត្រូវធំពិតឥតមានខ្លែងខ្លាយអស់អោក្តីសុខដ៏បរិបូរណ៍មិនមែនជាធ្នូវត្ថុក្រៅទាំងឡាយជាការលះទុកជីវិតនេះហើយកុំបងអងឡើយលះរាល់ថ្ងៃយប់គុណធម៌ខ្ពង់ខ្ពស់សច្ចៈលើលោកព្រះធម៌នាំមកប្រោះសត្វមិនឆ្លាតទោះមនុស្សទេវតាប្រាថ្នាមិនចប់លះបង់មិនជាប់ជំពាក់លោកយ៉ាងឡើយសាច់ចាក់ត្រាស់ដឹងទាំង4ធម៌អង្គជាក្បួនអវាទទាំងឡាយសាច់ជាសាទៀនចានេះហើយ
องการรวมวันเมื่อเมื่อเวสันไหลเข้ามาเจียเมย์พอนต้องบ้านต้องสายสายเจียเยอะตั้งบ้านสายสายสองคนโมเดลबुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं Sangham
สังกัปปะตวะยังโกจิตเวทเนียขันโตตาตะตะวะสัญญาขันโตเยกะติสัญญาเตยตานากตาปัจโจปานาจาตาเวปะเดียวเวอาลาลิกาเวสกมาเวไอนาเวปะไนตาเวเยโตเรสันตะเกเวตะเตกะญามิสัญโยเววามิสังกัปปะตวะยังโกจิตสัญญาขันโตตาตะตะมะสังฆารังขันโตยังโกจิตสัญญาขันโตตาตะตะมะปัญญาขันโตยังไปตะปัญญาขันโตตานาคตาปัญโยปัญญาจัตตังเวปะหะเตียเวอาลาลิกังเวสกมังเวไอนาเวปะไนตังเวยังตุเรสันตะเกเวตะเตกะญามิสัญโยเอตามิสังกัปปะตวะยังโกจิตปัญญาขันโตยังขันตวิเวโกเตอาทาสวิเตนวิโมกังวิเวโกตะกะระตังเตียสัมมันตังสันนังตรังเยตุกะทาตะกะระตังเตียเมตังสังเกตังสังเกเตนะสังเกตังสังเกเตนะสังเกตังสังเกเตนะสังเกตังสังเกโยโกวะพโยโกสังเกโยเตนะวะพโยตังวะพโยเตนะสังเกโยตังสังเกโยเตนะสังเกโยตังวะพโยเตนะวะพโยตังสังเกเตนะสังเกโยตังวะพโยตังสังเกโยเตนะสังเกตังสังเกตังสังเกเตนะสังเกโยตังวะพโยตังวะพโยเตนะสังเกตังสังเกตังเตปัญญาขันเทียเกียตสายตตาเตอาตา ยะตะตะตาวตายะตนะนายะตนะปัญญาตะเยวตาเทียนสายตนะนิจักวายตนะโรปายตนะสาวสัจจายตนะเนียเนยตนะตรังเยตนะจิวายตนะเรสายตนะยตนะโนเอตวตาอายตนะนังอายตนะปัญญาตะกัตตาวตาเยโตนังเยโตปัญญาตะเยวตาตสาตะวิญญาณตะตะเกณะเทตะเกณะเทตะเกณะวิญญาณเทตะจิวหาเทตะราสยะตะจิวหาเวติยังเกณะติยังจิวหาติยังกายติยังปุริสังติยังจิวตันติยังสัพพันติยังมนาสังติยังมนาสังติยังเปนะติยังสัตตะติยังปริยังติยังสัตตะติยังสมาธิติยังปัญญาติยังอนัญญตัญญาสัมมัยติยังอัญญติยังอัญญตาวัตติยังอิตาวตาอัญญาติยังปัญญาตะกัตตาวตาปกเลนะปกลาปัญญาตะสมัยวิมุตตาสมัยวิมุตตาโยปรตาเพโย